សួស្តីថ្ងៃនេះយើងនឹងសិក្សាពាក្យចិនសម្រាប់ប្តីនិងប្រពន្ធតាមបរិបទនៃការប្រើប្រាស់តោះចាប់ផ្ដើមនៅក្នុងជីវិតប្រចាំថ្ងៃយើងប្រើពាក្យសាមញ្ញដូចជាប្តីឡៅកុងប្រពន្ធឡៅភួរពាក្យទាំងនេះស្រួលនិយាយនិងស្ទើរតែគ្រប់គ្រួសារប្រើនៅពេលនិយាយផ្លូវការឬសរសេរអត្ថបទយើងប្រើចាងហ្វូប្រពន្ធឈីហ្សឺពាក្យទាំងនេះបង្ហាញពីភាពគោរពនិងសុភាពរាបសារនៅក្នុងអត្ថបទសរសេរឬនៅក្នុងការបង្ហាញការគោរពយើងប្រើប្តីសៀនសឹងប្រពន្ធថៃថៃពាក្យទាំងនេះគេប្រើនៅក្នុងការបង្ហាញសុជីវធម៌នៅសម័យបុរាណយើងអាចបានឮពាក្យដូចជាប្តីសៀងកងប្រពន្ធនាងជឺពាក្យទាំងនេះគេប្រើក្នុងរឿងប្រលោមលោកឬអក្សរសិល្ប៍ធម៌ចិនបុរាណសូមអរគុណសម្រាប់ការទស្សនាចូលចងចាំពាក្យទាំងនេះ